ជំរាបសួរពុកម៉ែបងប្អូនចូលមកទស្សនាវីដេអូផ្លូវក៏ដូចជាទីក្រុងនៃប្រទេសកូរ៉េជាមួយខ្ញុំបាទទាំងអស់គ្នាអានេះផ្លូវលបឿនលឿននៅកូរ៉េគេហៅថាខូស៊ុកតូរ៉ូផ្លូវលបឿនលឿនហើយឡានពងអាជីទៅនេះជីទៅទីក្រុងសូអ៊ូលនៅឆាំស៊ីលហើយនៅកូរ៉េងាកទៅខាងណាក៏ឃើញតែភ្នំខាងណាក៏ឃើញតែភ្នំហើយថតពីលើតាមប្រអួយឡានក្រុងទៅហើយថតទុកខនឹងមើលពេលដែលអត់សុខពេលដែលទៅផ្ទះវិញអានេះផ្លូវលបឿនលឿនគេហើយតាមជើងភ្នំផ្លឹកឈើផែពណ៌អស់ហើយដោយសារថាវាដើមឈើខ្លះក៏ផែពណ៌ដែរដោយសារថាឥឡូវវាចុះត្រជាក់យ៉ាងខ្លាំងដែរហើយ10 អង្សា 7 8ធ្លាក់ដល់ពេលយប់ធ្លាក់រៀងចុះត្រជាក់ខ្លាំងមែនទែនដែរលឹកឈើខ្លះក៏វាផែពណ៌អស់ច្រើនដែរហើយផ្លូវលបឿនលឿននេះបើកឡានបើកលឿនជន់យូរដល់ហើយនៅនេះអត់សូវមានពួកឡានអឺរ៉ុបមកនេះមានមួយមើលឃើញ BMW មិញនៅខាងមុខនោះភាគច្រើនគេជិះទៅឡានកូរ៉េដែលកូរ៉េអាចផលិតបាន Genesis ហើយ Kia Hyundai ពួកឡានអឺរ៉ុបដូច Mercedes ដូចអានេះអីឃើញចេះទលាយធំទលាយល្អឃើញគេមានយកទៅលក់នៅខ្មែរយ៉ាងដែរទលាយល្អហើយដូចពួក Mercedes ពួកអីហ្នឹងសិតតែអ្នកមានគេជិះគឺ BMW ទៅមួយទៀតកំមអត់សូវមានអានេះដល់នេះហើយដល់ផ្លូវដែលគេលងភ្នំផ្លូវនៅក្នុងភ្នំតាំងទៅផ្លូវនេះបើតាមថតទៅចូល10នាទីជាងមិនតែកាត់ចោលខ្លះអានេះផ្លូវនៅណាឃើញសិតតែភ្នំជាមែនតែអត់មានផ្លូវឡើងភ្នំទេដោយសារថាចំភ្នំហ្នឹងទៅគេខួងភ្នំយូរដែរខួងភ្នំចុះទៅក្នុងភ្នំចូលទៅក្នុងភ្នំTesla នៅខាងមុខ BMW នេះនៅផ្លូវនៅខាងក្នុងភ្នំនៅភ្នំគេទៅលុះភ្នំទៅហើយអត់ដែលមានផ្លូវណាចោតទេដោយសារថាខែត្រជាក់ធ្លាក់ព្រិលតែបន្តិចមកផ្លូវណារៀងចោតមុំឡានឡើងមួយទៀតដល់ពេលនេះណាអញ្ចឹងចំភ្នំខួងភ្នំធ្វើផ្លូវបដាយហើយភ្នំនេះធំមកវែងថត10នាទីជាងអត់តាន់ផុតទេផ្លូវទៅអ៊ីនឆនមួយទៀតមានផ្លូវឆ្លងសមុទ្រផ្លូវដូចអញ្ចឹងដែរប៉ុន្តែនៅខាងក្នុងនៅខាងក្រោមសមុទ្រនេះគេខួងទៅលុបភ្នំចិត្តដល់សូអ៊ូលហើយខូស៊ុកតូរ៉ូបើកតាមខូស៊ុកតូរ៉ូវាលឿនជាងផ្លូវធម្មតាផ្លូវធម្មតាជាប់ស្តុបជាប់អីនេះខូស៊ុកតូរ៉ូអត់មានស្តុបទេហើយមើលឃើញលំនោះអាគារ123ជាន់នេះស្អាតស្អាតហើយអានេះសិតតាអាផាតមែនគេកន្លែងដែលគេនៅអាគារនៅនេះអាផាតនៅនេះថ្លៃនៅសូអ៊ូលថ្លៃជាងគេនៅចំកណ្ដាលទីក្រុងហើយមានទន្លេដូចនៅខ្មែរយើងដែរទន្លេនៅខ្វាត់ខ្វែងពេញនេះឃើញអាគារ123ជាន់លំខ្ញុំកំពុងជិះឡានទៅកន្លែងអាគារ123ជាន់ហ្នឹងឯងមិនតិចទៀតទៅដល់តាមមាត់ទន្លេហើយថ្ងៃនេះមេឃចុះអាប់អត់សូវច្បាស់ទេមើលស៊ូមមកឃើញអត់សូវច្បាស់ស្អាតមេឃចុះអាប់ហើយកូរ៉េឆ្នាំនេះដល់កហើយដូចតែនៅខ្មែរភ្លៀងមិនទេភ្លៀងបើកភ្នែកមិនរួចទេឈូសុកប្រហែល4-10ថ្ងៃជាងមានបានទៅណាទេដេកតែផ្ទះបើភ្លៀងបើកភ្នែកមិនរួចបងហើយកូស៊ុកតូរ៉ូបើកលឿនណាហើយថ្ងៃសៅរ៍ផ្សេងជាងគេថ្ងៃសុក្រមិនបាច់ទេស្ទះចំរយៈស្ទះហើយអាផ្លូវធ្លាប់ជិះតែ20នាទីដល់1ម៉ោងជាងមកដល់នេះដល់ចិត្តដល់123ជាន់អាគារហ្នឹងខ្ពស់ជាងគេនៅក្នុងប្រទេសកូរ៉េខ្ពស់ខ្លាំង123ជាន់អាគារផ្សេងបានធំអត់បាននឹងធំស្មើជាកេះវាបងខ្ពស់មែនតើគេនេះចាំមើលតិចទៀតចូលទៅដល់
កន្លែងនេះដល់កន្លែងហ្នឹងឯងដែលខាងខោមមកkiaហ្នឹងកន្លែងខាងខោមវាប៉ុន្តែនេះថតអត់កើតដោយសារតាថតពីប្អួយឡានក្រុងទៅថតពីប្អួយឡានក្រុងទៅអត់បាំងអាធ្នឹមនេះអានេះមកដល់ចំណតឡានក្រុងនៅខាងក្រោមដីបងប្អូនណានៅបងប្អូននៅក្រេតណាខ្លះដែលធ្លាប់ចូលជិះឡានក្រុងចំណតឡានក្រុងនៅខាងក្រោមដីមានតែនៅលើដីប៉ុន្តែនៅខាងក្រោមដីក៏មកមិនងាយនឹងមានអានេះចំណតឡានក្រុងនៅខាងក្រោមដីជាធម្មតាមានតែចំណតរថភ្លើងទេនៅខាងក្រោមដីប៉ុន្តែនេះចំណតឡានក្រុងនៅខាងក្រោមដីដែរបងប្អូនណាខ្លះធ្លាប់មកចោះចូលជិះនៅចំណតឡានក្រុងនៅខាងក្រោមដីនៅសូលនៅឆាំស៊ីលហើយនេះចុះទៅលើឡានក្រុងដើរទៅហើយឃើញគេឈួរមកហ្នឹងឈួរនៅចាំជីឡានក្រុងដោយសារតែកន្លែងនេះវាឆ្អៀតដល់ពេលអញ្ចឹងទៅមានចំណតឡានក្រុងនៅខាងក្រោមដីនៅលើដីក៏មានទៀតដែរប៉ុន្តែវារត់ទៅកន្លែងផ្សេងអញ្ចឹងអានេះនៅចំណតឡានក្រុងហើយនៅខាងមុខនោះគេពងតំងជួចាំជីឡានក្រុងហើយឡានក្រុងនេះពួកអា2ជាន់ធ្លាប់ជិះម្ដងអា2ជាន់នេះជិះធីងថងហើយបើកមិនសូវលឿនប៉ុន្មានទេ2ជាន់អត់ដូចអាមួយជាន់ធម្មតាទេចំណតឡានក្រុងអត់ងាយនឹងមានទេនៅខាងក្រោមដីបងប្អូនណាខ្លះដែលធ្លាប់ជិះស្អាតនៅហើយបើនៅកន្លែងនេះស្រួលមកទេរថភ្លើងក៏ជិះមកដល់ដែរហើយឡើងទៅលើអាគេ123ជាន់មិញហ្នឹងខ្ពស់ជាងគេហ្នឹងហើយចាំមើលពេលណាដែលតនេអត់សូវបញ្ញាប់ចាំមើលខ្ញុំឡើងពីនេះទៅថតអាគារ123ជាន់នៅខាងលើហ្នឹងដោយសារតែផ្លូវនេះផ្លូវទៅមករហូតដែរទេហើយនៅខាងលើមានគេលក់ខោអាវមានផ្សារទំនើបគេហៅលុតទេដូចផ្សារទំនើបដូចនៅខ្មែរយើងនៅអ៊ីអននៅអីចឹងតែនេះនៅខាងក្រោមដីហើយនៅខាងហ្នឹងមាននៅខាងក្រោមហ្នឹងមួយជាន់ទៀតហើយទៅមុខបន្តិចទៀតដល់កន្លែងដូរជើងរថភ្លើងច្រើនណាខ្វាត់ខ្វែងនេះកន្លែងគេដាក់ការដ្ឋានគុណនេះកន្លែងផ្លាស់ប្ដូរជើងរថភ្លើងកន្លែងយើងចង់ជីទៅខ្សែណាយើងមើលតាមផ្លាកសញ្ញាគេហ្នឹងទៅហើយនៅខាងក្រោមដីមានសពគ្រប់ទាំងអស់ដូចនៅលើដីមាននឹងកន្លែងហ្វាម៉ាស៊ីលក់ថ្នាំពេទ្យលក់អីមានដូចតែគ្នានេះដល់ចូលទៅខាងក្នុងហ្នឹងដល់កន្លែងចំណតរថភ្លើងហើយអានេះចំណតឡានក្រុងធំអានឹងនេះមកវងនេះចូលមកដល់ក្នុងចំណតរថភ្លើងចំណតរថភ្លើងនេះហើយអានៅខាងក្រោមអាគារនឹងបណ្ដោយនៅខាងក្រោមអាគារ123ជាន់នឹងបណ្ដោយហើយបងប្អូនដែលពលករខ្មែរយើងដែលចង់មកលេងនៅនេះមកលេងបាននៅខាងលើមានសួនហើយដល់ខេត្តកែអីក៏ស្អាតដែរមានសួនមានអីហ្នឹងនៅខាងលើហើយនឹងឆាំស៊ីលមកដល់ឆាំស៊ីលហ្នឹងមកអត់ចាំបាច់ទៅណាឆ្ងាយទេចេញច្រកលេខម៉ានក៏បានដែរនៅខាងលើហើយមានកន្លែងកលុកខោអាវមានអីស្អាតនៅខាងលើហ្នឹងហើយបើយើងចង់ទិញសំបុត្រឡើងទៅមើល view នៅខាងលើក៏បានដែរឡើងទៅដល់ខាងលើមើលឃើញទាំងអស់មើលចុះមកខាងក្រោមវិញអត់មានសូវបានថតច្រើនទេដោយសារបញ្ញាប់ដើរហើយកន្លែងនេះស្អាតមកអង្គុយលេងខាងក្នុងនេះក៏បានឡើងទៅលេងនៅខាងលើក៏បានអានេះមកដល់នៅខាងលើដីវិញខាងលើដីធម្មតាហើយនៅខាងក្រោមដីធម្មតាមួយយ៉ាងដែរតែគេដើរទៅមកអញ្ចឹងមនុស្សអត់ដែរចេះដាច់ទេនេះណែនរហូតសើជាងគេថ្ងៃសៅរ៍ថ្ងៃអាទិត្យមិនបាច់ទេឆ្អៀតហើយវីដេអូក៏អត់មានអីច្រើនទេមកដល់ចុងមកចប់ហើយមានថតអីទេមានតែថតអញ្ចឹងថតឡានថតមនុស្សថតផ្លូវថតអីអរគុណពុកម៉ែបងប្អូនដែលចូលមកទស្សនាវីដេអូសូមឲ្យសុខសប្បាយហូស៊ីមានបានទាំងអស់គ្នា